nó bông bôngมือคล้ายสระกับปงกราปงក្នុងដើមថ្នោតនេះចាបងប្អូនវីដេអូមុនគឺខ្ញុំបានផុសអំពីខ្លែងស្រានេះហើយក៏មានបងប្អូនក៏ខមមិនជាច្រើនគាត់ថាកុំឲ្យខ្ញុំសម្លាប់កុំឲ្យខ្ញុំធ្វើបាបអីចឹងណាខ្ញុំមិនដែលចិត្តធ្វើបាបសត្វទេបងប្អូននិយាយទៅសម្រាប់សត្វហ្នឹងគឺខ្ញុំមិនដែលធ្វើបាបទេហើយក៏ឃើញថាវាពងវាមកក្រាបពងនៅនឹងរឿងយូរដែរចឹងណាបងប្អូនហេរីកាយតើពេលយើងចូលទៅវាហក់រចាប់តែបងប្អូនហើយខ្ញុំមិនហ៊ានអើតមើលណាគឺខ្ញុំដាក់ទូរស័ព្ទចូលថតឲ្យបងប្អូនមើលចឹងណាកាលណាដែរហ្នឹងគ្រាន់តែឃើញចឹងហក់ចឹងហ្មងតែចាក់មានដល់ណាព្រោះដោយសារតែគល់ថ្នាក់នឹងវារៀងជ្រៅដែរចឹងវាហក់អត់ដល់ទេឃើញចឹងទៅចឹងវានៅអត់ស្ងៀមទេវាទៅរើមកប្រហែលជាវាខ្លាចយើងយកពងរបស់វាហ្នឹងហើយមកញ៉ាំជើងគេបងប្អូនក៏ចោលឡើងវិញហើយខ្ញុំតាំងពីទៅរហូតដល់ធំទៅតែឃើញយ៉ាងងាយបងប្អូនធ្លាប់ទៅលឺសំឡេងវាយំតែដែលឃើញទៅនេះទេទើបឃើញផ្ទាល់នឹងភ្នែកតែម្ដងឃើញថាវានៅក្រាបពងអត់មានហើត្រចំណៃនៅណាទេគាត់ណាត់គ្នាយកចំណៃទៅឲ្យគ្នាតិចទៅមានណាបងគ្រាន់តែបោះព្រុសវាផ្អើលភ័យវាហើព្រុលនោះទៅលើបាត់វាហើចេញទៅតាមលើណាដោយសារតែដើមថ្នាក់នឹងគឺវាងាប់យូរណាស់ហើយអញ្ចឹងនៅពេលតែវាចូលពងហ្នឹងក៏វាចូលតាមប្រឡោះខាងលើនឹងដែរវាចូលប្រឡោះខាងលើហ្នឹងវាចូលទៅពងខាងក្រោមហើយខ្ញុំក៏ដឹងថាវាពងនៅក្នុងដើមថ្នាក់ហ្នឹងដែរគាត់កាប់ចោលតែបងប្អូនគាត់កាប់ទៅឃើញអាប្រឡោះហ្នឹងឯងគាត់កាប់ទៅដល់ពេលអើតមើលទៅស្រាប់តែឃើញវានៅក្នុងហ្នឹងអញ្ចឹងហើយគាត់អត់ធ្វើអីដែរគាត់ទុកឲ្យវានៅហ្នឹងទៅហើយខ្ញុំច្បាច់ពេលមើលនៅក្នុងរូបដើមថ្នាក់ហ្នឹងបងប្អូនឃើញថាសត្វហ្នឹងគឺហើទៅបាត់ហើយហើទៅតាមលើបាត់ហើយខ្ញុំគិតថាប្រហែលជាវាហើទៅណាមឆ្ងាយទេតែតិចទៀតហ្នឹងវាត្រឡប់មកវិញឡើយទៅណាចោលកើតបើពងនឹងសបុកលកគូ